រឿងម៉ៅឆ្មាតូចដែលមិនคล้ายភាពងងឹតទៀតទេមានកូនឆ្មាតូចមួយឈ្មោះម៉ៅមានរោមទន់ល្មើយដូចពពកហើយចូលចិត្តដេកនៅលើខ្នើយដោយធំរបស់វាប៉ុន្តែម៉ៅជាឆ្មាដែលคล้ายពិភពលោកខាងក្រៅណាស់ជាពិសេសនៅពេលយប់វាតែងតែអង្គុយត្រង់បង្អួយហើយមើលផ្កាយភ្លឺយ៉ាងពីចម្ងាយដោយមិនហ៊ានចេញទៅក្រៅសូម្បីតែមួយជំហានយប់មួយខណៈដែលម៉ៅកំពុងមើលទៅក្រៅស្រាប់តែមានកូនអំពិលអំពែកតូចមួយឈ្មោះលីលីបានហោះមកជាប់នឹងមុងបង្អួយកូនអំពិលអំពែកតូចនោះហាក់ដូចជាភ័យខ្លាចហើយពន្លឺរបស់វាចាប់ផ្ដើមស្រអាប់ម៉ៅដឹងថាលីលីមិនអាចត្រឡប់ទៅរកមិត្តភក្តិរបស់វាវិញបានទេប្រសិនបើវានៅជាប់ទីនេះទោះជាភាពងងឹតនៅខាងក្រៅមើលទៅគួរឲ្យខ្លាចក៏ដោយក៏ម៉ៅមានអារម្មណ៍អាណិតដល់លីលីខ្លាំងណាស់ខ្ញុំត្រូវទៅជួយម៉ៅខ្សឹបគង់ចិនម៉ៅបានប្រមូលភាពក្លាហានរបស់វាទាំងអស់ហើយលោតចុះពីលើខ្នើយវាបានដើរយឺតឈ្មោះទៅកាន់ទ្វារខាងក្រោយហើយរុញទ្វារចេញថ្នមភាពងងឹតនៃរាត្រីបានឡោមព័ទ្ធវាភ្លាមប៉ុន្តែម៉ៅមិនបានរត់ចូលវិញឡើយវាបានលូកក្រញាំរបស់វាទៅលើមុងបង្អួយហើយថ្នមបានរុញលីលីឲ្យផុតពីចំណងលីលីដឹងគុណម៉ៅញ៉ាស់ហើយបានហក់ឡើងទៅលើមេឃងងឹតដោយពន្លឺភឺចែងចាំងពេលនោះម៉ៅក៏ដឹងថាភាពងងឹតមិនមែនជាអ្វីដែលគួរឲ្យខ្លាចដូចដែលវាគិតនោះទេវាមិនមែនជាកន្លែងដែលពោពេញដោយគ្រោះថ្នាក់ទេប៉ុន្តែជាកន្លែងដែលពោពេញដោយការផ្សងព្រេងហើយនឹងមិត្តភក្តិថ្មីចាប់ពីពេលនោះមកម៉ៅលែងជាឆ្មាដែលខ្លាចពិភពលោកខាងក្រៅទៀតហើយមេរៀនអប់រំភាពក្លាហានពិតប្រាកដកើតចេញពីការចង់ជួយអ្នកដទៃកុំឲ្យការភ័យខ្លាចរារាំងអ្នកពីការធ្វើរឿងល្អ